ឥឡូវក្រសួងការបរទេសយើងបកទៅវិញតបទៅវិញតាក់ទងអារឿងព្រំភូមិព្រៃច័ន្ទហ្នឹងឥឡូវក្រសួងការបរទេសនិយាយមិនរឿងព្រៃច័ន្ទហ្នឹងក្រសួងបរទេសនិយាយអញ្ចេះថាកាលពីថ្ងៃ23ខែកញ្ញាឆ្នាំ2025ម្សិលមិញនេះគឺអ្នកនាំពាក្យក្រសួងការបរទេសថៃអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយថាអ្នកភូមិព្រៃច័ន្ទកម្ពុជាបានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ាដែលជំរុញឲ្យភាគីថៃត្រូវតែអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិប្រទេសថៃយល់ថាជាការចាំបាច់ត្រូវតែឆ្លើយតបចំពោះសេចក្តីសំទោសក្រសួងការបរទេសរបស់កម្ពុជាយល់ថាជាការចាំបាច់ត្រូវឆ្លើយតបទៅវិញចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃដែលខាងកម្ពុជាចោទថាជាការបំភ្លៃការពិតហើយមានចំណុចដូចខាងក្រោមទីមួយគឺខាងក្រសួងការបរទេសកម្ពុជាអះអាងថាប្រទេសថៃមិនអាចទាមទារអធិបតេយ្យឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍រស់នៅតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេដូច្នេះក្រសួងការបរទេសចាត់ទុកថាតំបន់ព្រៃច័ន្ទនេះអត់ទាន់មានការមូលមាត់គ្នាថាដីអ្នកណាឲ្យប្រកាសនៅឡើយទេនេះគឺជាសេចក្តីថ្លែងការណ៍នេះគឺផ្ទុយពីសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិម្សិលមិញដែលតំណាងខាងនាយកដ្ឋានភូមិសាស្ត្រលើកឡើងថាតំបន់ភូមិព្រៃច័ន្ទនេះគឺបើសូម្បីតែមើលតាមផែនទីរបស់ថៃដែលគូសដោយ Google ឬក៏អីហ្នឹងក៏មានដីចំការដីស្រែច្រើនដែលភាគីប្រជាពលរដ្ឋថៃនឹងចូលមកអាស្រ័យផលនឹងតាំងទីលំនៅលើដីខ្មែរផងប៉ុន្តែក្រសួងការបរទេសកម្ពុជាថាអាខណ្ឌសីមាព្រំដែននោះវាអត់ទាន់រួចរាល់ជាផ្លូវការទេជាពិសេសនៅក្នុងអំឡុងពេលបាត់ឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នារក្សាឲ្យនៅថិតថេរចឹងបានន័យថាអ្នកណានៅហ្នឹងអត់ត្រូវរពើអីហ្នឹងហើយមិនធ្វើសកម្មភាពបង្កហេតុអីចឹងទៅអ្វីដែលខាងកម្ពុជាបន្តទៀតថាជាការចាំបាច់ដែលត្រូវបញ្ជាក់ផងដែរថាសហគមន៍ខ្មែរបានរស់នៅលើដីនៅភូមិព្រៃច័ន្ទឃុំអូបីជាន់ខេត្តបន្ទាយមានជ័យតាំងតែពីយូរយារណាស់មកហើយគឺមុនពេលដែលមានអនុសារណៈនៃការយោគយល់គ្នាស្ដីអំពីការវាស់វែងនឹងខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃចុះហត្ថលេខាតាំងពីឆ្នាំ2000នោះមកម្ល៉េះចាំបានន័យថាមិននៅភូមិព្រៃច័ន្ទបើតាមអ្វីដែលក្រសួងការបរទេសអះអាងគឺខ្មែរយើងរស់នៅនឹងអាស្រ័យផលនឹងតាំងតែពីជាង20ឆ្នាំ25ឆ្នាំមុនមកម្ល៉េះមិនចឹងហ៎ចាំបានន័យថារាប់សិបឆ្នាំទៅហើយហ្នឹងហើយគាត់បន្ថែមថាយោងតាមអនុសារណៈនៃការយោគយល់គ្នានេះភាគីទាំងសងខាងបានឯកភាពគ្នារក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបញ្ចប់លក្ខខណ្ឌយោងឆ្នាំ2003ស្ដីពីកិច្ចការនេះចែងថាការកំណត់ខណ្ឌសីមាព្រំដែនត្រូវឆ្លង5ដំណាក់កាលទើបចប់បើខ្ញុំមិនអានដំណាក់កាលទាំង5នឹងឲ្យចប់ទេក៏ប៉ុន្តែនៅក្នុងនេះគឺចង់និយាយថាក្រសួងការបរទេសកម្ពុជាទទួលស្គាល់ថាតំបន់ភូមិព្រៃច័ន្ទនឹងគឺវាជាតំបន់ប្រទីនប្រទងគ្នាដែលគួរតែទុកឲ្យសមត្ថកិច្ចគណៈកម្មការកិច្ចការព្រំដែនចម្រុះដោះស្រាយទៅជាជាងការដែលថៃមកអះអាងជាឯកតោភាគីថាដីនោះជាដីថៃហើយចាប់ផ្ដើមយកបន្លាលួសយកអីមករាយព័ទ្ធអីចឹងខ្ញុំជឿថាអ្វីដែលក្រសួងការបរទេសកម្ពុជាលើកឡើងគឺជាការសមស្របហើយអ្វីដែលថៃរាយបន្លាលួសហ្នឹងក៏ជាការដែលប្រព្រឹត្តផ្ទុយពីបទឈប់បាញ់ដែរព្រោះបើយើងកំពុងតែមានរឿងជាមួយគ្នាហេតុអីក៏យើងមិនសម្រាកសិនទៅហេតុអីបានស្រឡោចក្នុងខោចឹងបានន័យថាសរុបសេចក្តីមកគឺថៃបករឿងបាទឥឡូវនេះខ្ញុំមិនខ្វល់រឿងថៃបករឿងទេព្រោះថៃបករឿងមកយូរហើយតែសំខាន់ថាតើកម្ពុជារកវិធានការយន្តការយ៉ាងណាដើម្បីតបទៅនឹងការបង្ករឿងរបស់ថៃដើរតួធ្វើជាបងធំគឺវាយដំច្រំធាក់ទាត់ធាក់វាយចាញ់ចិត្តហើយកម្ពុជាគឺមានតែជូនដំណឹងថ្កោលទោសជំទាស់តវ៉ាប៉ុន្តែអត់ទាន់រឿងតដៃដឹងអត់ដែរគឺយើងប្រើវិធីផ្លូវទូតអស់ចិត្តតែប៉ុន្តែអត់ទាន់ប្តឹងថៃតាក់ទងរឿងនេះឥឡូវអ្វីដែលក្រសួងការបរទេសចេញមកអាចបានមកចំណុចមួយទៀតថាកម្ពុជាអត់អាចប្តឹងថៃបានទៀតនៅក្នុងរឿងតំបន់ព្រៃច័ន្ទឬអីហ្នឹងដោយសារតែខាងកម្ពុជាអះអាងថាហ្នឹងវាជាតំបន់អត់ទាន់ដាច់ស្រេចខ្ញុំថាអត់ទាន់ដាច់ស្រេចអត់អាចប្តឹងបានវាជាការសមស្របដែរប៉ុន្តែនៅពេលដែលថៃចាប់ផ្ដើមទន្ទ្រានយកបន្លាលួសយកមកដាក់អាហ្នឹងដាច់ស្រេចហើយព្រោះអីថៃចាប់ផ្ដើមកំណត់ថាហ្នឹងជាដីគេនៅពេលដែលថៃយើងជាដីយើងដូច្នេះបានន័យថាថៃបំពេញហើយអញ្ចឹងវាទាល់តែមានបានន័យថាបំពេញគឺថៃល្មើសវាទៅជាបទអក្រិតមួយហើយអញ្ចឹងដែលមានបទអក្រិតតើយើងប្តឹងបានអាចនឹងដោះស្រាយបទអក្រិតនឹងបានមិនសិនជាគ្រាន់តែឲ្យថយ
ឥឡូវថយបើគាត់តែគេចាក់បេតុងទៀតហ្នឹងចប់ហើយបាទសូម្បីតែបន្លាហ្នឹងក៏តែពិបាករើផងហើយប្រជាពលរដ្ឋហ្នឹងនៅអត់បានទទួលទានដំណេកអីនៅតាមរហូតឥឡូវចូលមកដល់រឿងទី3ដែលជារឿងសំខាន់ដែរបងប្អូនគឺរឿងកម្រិតកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅឯទីក្រុងញូវយ៉កចាប់ពីថ្ងៃទី22ដល់ថ្ងៃទី27ខែកញ្ញានេះដែលជាទម្លាប់មហាសន្និបាតអង្គការសហប្រជាជាតិនេះប្រព្រឹត្តទៅជាប្រចាំឆ្នាំហើយមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80នេះគឺគេធ្វើដើម្បីអីខ្ញុំចង់ពន្យល់សិនព្រោះអីនាយករដ្ឋមន្ត្រីខ្មែរនិងនាយករដ្ឋមន្ត្រីថៃអត់បានទៅចូលរួមកិច្ចប្រជុំធំប្រចាំពិភពលោកនេះទេខុសពីសពម្ដងព្រោះឥឡូវមានរឿងចំនួនព្រំដែនយ៉ាងស្រួចឡើងស្រោចគួរតែមាននាយករដ្ឋមន្ត្រីទាំងពីរមកថ្លែងសារដើម្បីការពារជំហរប្រទេសរៀងខ្លួនមិនអញ្ចឹងណាប៉ុន្តែពួកគាត់ទាំងពីរជ្រើសរើសមិនមកតាមមានហេតុផលអីខាងថៃមានហេតុផលអីខាងកម្ពុជាខ្ញុំនឹងបញ្យល់ប៉ុន្តែមុននឹងបញ្យល់សូមបញ្យល់ត្រួសបន្តិចទៅឲ្យយល់ថាស្អីគេទៅកិច្ចប្រជុំកម្រិតខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី80នេះគឺតាមពិតកិច្ចប្រជុំគេធ្វើជាប្រចាំឆ្នាំ80ឆ្នាំហើយបងប្អូនឆ្នាំនេះឆ្នាំទី80ទៅហើយមានដឹកនាំដែលមកប្រជុំទាំងអស់នៅលើពិភពលោកដែលជាសមាជិកអង្គការសហប្រជាជាតិហ្នឹងគឺមកចូលរួមដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោករបស់យើងជាពិសេសបញ្ហាដូចជាការប្រែប្រួលអាកាសធាតុវិបត្តិអាកាសធាតុដូចជាការអភិវឌ្ឍបច្ចេកវិទ្យា AI តកតងនឹងវិបត្តិស្បៀងអាហារពិភពលោកនិងបញ្ហាវិវាទជុំវិញពិភពលោកដែរអញ្ចឹងអាវិវាទនេះអាចតកតងនឹងរឿងថៃរឿងកម្ពុជានឹងយកទៅលើកឡើងហើយក្រៅទៅពីហ្នឹងក៏គេនិយាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពទិសដៅទស្សនៈចក្ខុវិស័យអភិវឌ្ឍពិភពលោកអីហ្នឹងក៏គេយកមកនិយាយដើម្បីរកវិធីយ៉ាងម៉េចឲ្យប្រទេសទាំងអស់ហ្នឹងសហការគ្នាដើម្បីដោះស្រាយរឿងពិភពលោកមានបញ្ហាពិសេសច្រើនទៀតហើយក្នុងហ្នឹងក៏គេតាក់ទងនឹងការជជែកដេញដោលគ្នាជាទូទៅមានកិច្ចប្រជុំបំបែកជាក្រុមផ្សេងទៀតដោះស្រាយបញ្ហាជាច្រើនហើយក៏មានរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែរបងប្អូនបាទឥឡូវនេះចាស់ហេតុអីបានជាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺកម្រិតនាយករដ្ឋមន្ត្រីមិនទៅបើភាគីថៃលោកអនុទិនច័ន្ទវរៈគុលលោកទៅអត់បានទេដំបូងចង់ទៅព្រោះញ័រដូចថាសម័យក្នុងខោដែរព្រោះអីជានាយករដ្ឋមន្ត្រីថ្មីដើម្បីបង្ហាញពីភាពស្របច្បាប់ចង់ទៅបង្ហាញខ្លួននៅអង្គការសហជីវជាតិឲ្យគេទទួលស្គាល់ថានេះអនុទិនច័ន្ទវរៈគុលមកតំណាងឲ្យភាគីថៃប៉ុន្តែរឿងសំខាន់ការស្បត់ចូលកាន់តំណែងនាយករដ្ឋមន្ត្រីឬក៏ស្អីណានីតិវិធីនាយករដ្ឋមន្ត្រីថៃថ្មីនោះវាធ្វើអត់ទាន់ត្រូវគ្រប់កិច្ចច្រើនរឿងណាអញ្ចឹងពួកគាត់មកក៏មិនទាន់ដែរប្រើរៀបចំអាគោលនយោបាយរឿងជាតិថៃណាដល់ចឹងបើមកទៅវាផុតអានីតិវិធីសារអីហ្នឹងខ្លាចឆក់ល្វែងមិនទាន់ទទួលភាពស្របច្បាប់ត្រឹមត្រូវរៀបចំគណៈរដ្ឋមន្ត្រីអីឲ្យបានលម្អិតអីអស់ពេញលេញអញ្ចឹងទៅពេលវេលាវាបថុចញិចពេកគាត់អត់អាចមកបានអញ្ចឹងនៅក្នុងន័យនេះបានន័យថាថៃមកមិនបានដោយសារតែខ្លួនរវល់រឿងពិធីសារនិងនីតិវិធីរៀបចំគណៈរដ្ឋមន្ត្រីឬក៏រដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថ្មីហ្នឹងទេប៉ុន្តែគាត់បញ្ជូនគណៈប្រតិភូរបស់គាត់ដែលមានតំណាងក្រសួងការបរទេសថៃមកដែរចុះខាងកម្ពុជាវិញហេតុអីក៏អត់ចូលរួមលោកហ៊ុនម៉ាណែតកាលពីមុននៅពេលដែលលោកទើបតែជាប់ជានាយករដ្ឋមន្ត្រីភ្លាមគឺបញ្ញាប់បញ្ញាល់មកអង្គការសហជីវជាតិហើយគណៈប្រតិភូបើទោះបីជាជួលយន្តហោះឯកជនអស់លុយលានដុល្លារក៏អត់ស្ដាយលុយដែរដោយសារអីចង់បង្ហាញភាពស្របច្បាប់ប្រាប់ពិភពលោកថាយើងមានការបោះឆ្នោតមួយហើយមកប្រាប់ពិភពលោកថាបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌នាយករដ្ឋមន្ត្រីថ្មីដែលជាកូនបន្តវេនបន្តពូជរបស់តកូលហ៊ុនអីអញ្ចឹងអញ្ចឹងទៅហើយមកប្រាប់ពីការបោះឆ្នោតត្រឹមត្រូវដោយសេរីយុត្តិធម៌ទាំងការដែលបោះឆ្នោតនឹងគ្មានភាពសេរីត្រឹមត្រូវយុត្តិធម៌អីចឹងប៉ុន្តែគឺគាត់បានសម្រេចផលនឹងមួយមកចូលរួមប្រជុំឲ្យទាន់ប៉ុន្តែលើកនេះអាចមកពីដោយសារតែលោកខាងនាយករដ្ឋមន្ត្រីថៃគេមិនមកគីឡូរបស់កម្ពុជាមិនចាំបាច់យកនាយករដ្ឋមន្ត្រីទៅតទល់ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសថៃធ្វើអីគណៈប្រតិភូខ្មែរមានមកកណោហ្នឹងមានលោកប្រាក់សុខុនមានគណៈប្រតិភូក្រសួងការបរទេសដែរអញ្ចឹងចាប់ផ្ដើមទៅឲ្យស្មើគីឡូគ្នាទៅទុកនាយករដ្ឋមន្ត្រីកាន់កិច្ចការបន្ទាន់នៅស្រុករៀងខ្លួនអញ្ចឹងក៏អាចជាហេតុផលព្រោះហេតុអីបានខ្ញុំនិយាយអញ្ចឹង
ខាងកម្ពុជាអត់បានលើកហេតុផលអីមួយថាហេតុអីបានជាលោកហ៊ុនម៉ាណែតមិនទៅចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កហ្នឹងទេប៉ុន្តែខ្ញុំអត់មានអីភ្ញាក់ផ្អើលទេបងប្អូននាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតរឿងបញ្ចូលរួមមិនមែនជារឿងអីធំដុំអីសូម្បីតែបន្តិចព្រោះកិច្ចប្រជុំនេះវាជាពិធីសារគ្រប់កិច្ចរាល់ឆ្នាំអញ្ចឹងមកក៏បានមិនមកក៏បានកម្ពុជាធ្វើឲ្យធំដុំខ្លាំងដោយសារអីគិតថាកិច្ចប្រជុំហ្នឹងដើម្បីបង្ហាញភាពស្របច្បាប់របស់កម្ពុជាការលោកហ៊ុនម៉ាណែតជាប់ឆ្នោតហ្នឹងធ្វើឲ្យសំពីងសំពងជួលលុយយន្តហោះអស់រាប់លានអញ្ចឹងក៏ប៉ុន្តែដល់ពេលដែលមែនតែនទៅឃើញអត់មកក៏បានលោកប្រាក់សុខុនមកមានគណៈប្រតិភូឲ្យលោកប្រាក់សុខុនគាត់ដឹកនាំគណៈប្រតិភូរបស់គាត់នៅតាមគេហទំព័រនៅ Facebook របស់គាត់ហ្នឹងក៏បង្ហាញអំពីគណៈប្រតិភូកម្ពុជាមកអង្គការសហជីវជាតិដើម្បីចូលរួមតាមកិច្ចធម្មតាជាប្រក្រតីនៃសមាជិកអង្គការសហជីវជាតិតើកម្ពុជានឹងលើកឡើងពីបញ្ហាព្រំដែននៅក្នុងមហាសន្និបាតអង្គការសហជីវជាតិលើកទី80នេះដែរឬយ៉ាងណាយើងអត់មានអ្វីពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានិងគណៈប្រតិភូកម្ពុជាទេក៏ប៉ុន្តែខ្ញុំអត់ឆ្ងល់ទេព្រោះនេះជាឱកាសមាសសម្រាប់កម្ពុជាហើយនៅពេលដែលមានវេទិកាហើយបើគេនិយាយអំពីបញ្ហាសន្តិសុខសម្ដាប់ធ្នាប់ពិភពលោកភាពសុខដុមគឺមានតែលើករឿងនឹងឯងព្រោះអីកម្ពុជាឆ្លៀតលើករឿងនេះច្រើនលើកច្រើនគ្រាដែរហើយសូម្បីតែនៅក្នុងប្រជុំកិច្ចប្រជុំអង្គការសហជីវជាតិស្ដីអំពីប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីនក៏លោកកៅជាដែលជាតំណាងអចិន្ត្រៃយ៍របស់អង្គការសហជីវជាតិរបស់កម្ពុជាប្រចាំនៅអង្គការសហជីវជាតិលើករឿងនេះរហូតទៅដល់ខាងភាគីថៃមករករឿងយើងថាខុសគោលខុសការខុសពេលខុសវេលាអីគេនិយាយពីប៉ាឡេស្ទីននិងអ៊ីស្រាអែលយើងនិយាយពីរឿងខ្មែរនិងថៃទៅវិញដែលប្រជុំនោះអត់មានប្រធានបទខ្មែរថៃអញ្ចឹងគេក៏តបមកវិញប៉ុន្តែយ៉ាងណាខ្ញុំសូមសរសើរភាពឆ្លាតវៃរបស់លោកកៅជាដែរដែលគេចោទថាមុខក្រាស់អីយ៉ាងណាតែយើងបានលើករឿងហ្នឹងឲ្យចង់និយាយថាចោលពងមន់មួយទៅលើអញ្ចាំងទៅយើងថាខុសច្បាប់យ៉ាងណាក៏បានប្រឡាក់អញ្ចាំងតិចដែរអាហ្នឹងគឺជាការឆ្លៀតឱកាសរបស់កម្ពុជាក្នុងការប្រាប់ទៅពិភពលោកទោះខុសវេទិកានៅក្រោយទៀតអ្នកស្រីខួនសូរីដាសូមខួនសូរីដាខួនសូដារីសូមអធិស្ឋានដែលជាប្រធានរដ្ឋសភាទៅប្រជុំអាយប៉ាគណៈកម្មការសភាអាស៊ានក៏អ្នកស្រីឆ្លៀតឱកាសលើកឡើងពីបញ្ហាចំនួនព្រំដែនកម្ពុជាថៃយ៉ាងក៏ក្រាលធ្វើឲ្យភាគីថៃទប់ជើងសឹងតែមិនចង់ឈ្នះមកបកស្រាយវិញទៅថាអត់មានត្រូវលើករឿងហ្នឹងឯងព្រោះមានគណៈកម្មការកិច្ចការព្រំដែនចម្រុះភាគីអីដោះស្រាយហេតុអីបើមិនលើកនៅយន្តការអាស៊ានហ្នឹងវាធ្វើឲ្យបាក់មុខថៃអីចឹងប៉ុន្តែជាការឆ្លៀតឱកាសមួយគេចោទយើងថាមុខក្រាស់អីទៅក៏បានលៀបឲ្យប្រឡាក់បន្តិចទៅឲ្យគេដឹងដែរមិនចឹងហ៎ប៉ុន្តែយើងទទួលការបកពីគេមកវិញយ៉ាងស្រោចទៅថាយើងនឹងខ្វះវិជ្ជាជីវៈខ្វះសិលធម៌ខ្វះអីកុំខ្វល់ឥឡូវអង្គការសហជីវជាតិខ្ញុំអត់មានភ្ញាក់ផ្អើលទេខ្ញុំជឿថាលោកប្រាក់សុខុននិងគណៈប្រតិភូកម្ពុជាច្បាស់ជាត្រៀមដូសយេមួយបាច់ទៅនឹងនិយាយពីរឿងកម្ពុជាឲ្យតែមានឱកាសគេឲ្យនិយាយតាក់ទងនឹងរឿងនេះប៉ុន្តែថៃខាងអ្នកអំណំពាក្យក្រសួងការបរទេសថៃនិងគណៈប្រតិភូក្រសួងការបរទេសថៃគេក៏បានត្រៀមកម្លាំងគេរួចទៅហើយក្នុងសេចក្តីថ្លែងការណ៍របស់ថៃគឺគេបញ្ជាក់ថាគេបានបញ្ជូនកម្លាំងគណៈប្រតិភូរបស់ថៃត្រៀមខ្លួនរួចរាល់ជាស្រេចបើសិនជាករណីកម្ពុជាលើករឿងព្រំដែនកម្ពុជាថៃហើយមួលបង្កាច់ថៃថាឈ្លានពានកម្ពុជាគេនឹងតបវិញយ៉ាងចាស់ដៃនេះគេពុំមានអញ្ចឹងទៀតតែមានអីរឿងពិបាកអីតបទៅបងប្អូនយើងទៅនិយាយការពិតពីរឿងថៃឈ្លានពាននៅអត់មានអីពិបាកទេហើយខ្ញុំជឿថាបើសិនជាភាគីកម្ពុជាលើករឿងនេះគឺជារឿងត្រឹមត្រូវហើយបើថៃតបវិញទុកឲ្យថៃតបទៅព្រោះវេទិកានេះគឺជាវេទិកាមាសសម្រាប់ប្រទេសកម្ពុជាហើយក្នុងការថ្លែងសារទៅអង្គការសហប្រជាជាតិអំពីវិវាទនិងចំនួនព្រំដែនកម្ពុជាថៃគ្រាន់តែថាបញ្ហានៅត្រង់ចេះវេទិកានេះគឺមិនមែនជាវេទិកាដែលទៅឲ្យអង្គការសហប្រជាជាតិរកដំណោះស្រាយឲ្យកម្ពុជាទេព្រោះវាមិនមែនជាយន្តការរកដំណោះស្រាយឲ្យកម្ពុជាឬថៃទេវាជាវេទិកាជជែកគ្នាជារួមអំពីគោលនយោបាយផ្សេងហ្នឹងព្រោះវាអត់មានរបៀបវិរៈនិយាយពីខ្មែរថៃទេព្រោះអីគេមានគេហៅក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិនោះដើម្បីដោះស្រាយបញ្ហាសន្តិសុខបែបនេះតែខ្ញុំជឿថាបើកម្ពុជាឆ្លៀតនិយាយរឿងនេះក៏ល្អដែរហើយបើថៃតបមកវិញក៏អត់មានអីភ្ញាក់ផ្អើលដែរព្រោះអីសិតតែល្បិចល្បែងជាល្បោយដូចតែគ្នាទេហើយកម្ពុជាគ្មានវេទិកាណាប្រសើរជាងអង្គការសហជីវជាតិក្នុងការថ្លែងសារបែបនេះទេអញ្ចឹងកុំឲ្យឱកាសហ្នឹងផុត
គេ deal យើងមកក្រាស់អីមកទៅកុំខ្វល់ធ្វើម៉េចនិយាយសិនហ្នឹងព្រោះយើងអត់មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអញ្ចឹងបើឱកាសហ្នឹងនិយាយទៅហើយឲ្យគេតបទៅយ៉ាងណាក៏មានថតចូលនៅក្នុងវេទិកាអង្គការសហជីវជាតិហ្នឹងគេយកទៅផ្សាយក្រៅទៅយ៉ាងហោចណាស់ក៏បានដឹងខ្លះគ្រាន់តែថាខ្លឹមសារឬក៏ភាពតម្លៃនៃការថ្លែងសាររបស់យើងវាមានកម្រិតពិតត្រឹមប៉ុណ្ណាគេជឿប៉ុណ្ណាក៏វាពិបាកដែរគាត់ថាវាខុសពេលខុសវេលាខុសប្រធានបទអញ្ចឹងវាអាចនឹងវាមិនសូវមានប្រសិទ្ធភាពប៉ុន្តែវាក្នុងន័យថាបានផ្សព្វផ្សាយដែរខ្ញុំនិយាយចឹងគឺដូចវិលទៅរករឿងលោក Michael Alfaro ដែលទៅផ្សព្វផ្សាយពីរឿងកម្ពុជាអញ្ចឹងគាត់ផ្សព្វផ្សាយតែមួយខាងថៃគេចោទមកព័ត៌មានពិភពលោកគេអត់ស្ដាប់គាត់បានដោយសារអីយើងកាន់ជើងកម្ពុជាច្រើនពេកប៉ុន្តែកម្ពុជាសាទរគ្រប់គ្នាអញ្ចឹងយ៉ាងហោចណាស់ក៏បានព័ត៌មានមកប្រើប៉ុន្តែចង់និយាយពីតម្លៃគុណតម្លៃនៃព័ត៌មានយើងអត់មានដោយសារអីយើងមិនមែនជាអ្នកឯករាជ្យមិនមែនជាអ្នកផ្សព្វផ្សាយឯករាជ្យអញ្ចឹងដូចគ្នាអញ្ចឹងវាគ្រាន់តែថាតែយ៉ាងណាបងប្អូនសម័យពិភពលោកនេះគឺតតែឆ្លៀតអញ្ចឹងហើយបើសិនមិនឆ្លៀតអញ្ចឹងគឺយើងអត់បានចេញព័ត៌មានយើងទៅសោះហ្មងព្រោះយើងអត់មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនឹងសេរីស្ដាយដែរយើងមានសារព័ត៌មានមកកណក៏ដែរប៉ុន្តែយើងអាចជួយខ្មែរបានសោះដោយសារតែសិតតែជាព័ត៌មានពិធីសារកាន់ជើងរដ្ឋាភិបាលជ្រុលពេកដល់ពេលជ្រុលស៊ាំទៅគេលែងជឿយើងណាបងប្អូនមានចាំរឿងមួយដែលគេនិយាយពីរឿងក្មេងម្នាក់ដែលភាសាអង់គ្លេសគេហៅថា a boy who cries wolf បានឯក្មេងដែលនិយាយបន្លាចអ្នកស្រុកថាមានឆ្កែចចកមកស៊ីសត្វជៀមគាត់ហើយចឹងពេលដែលគាត់ស្រែកថាអូជួយផងអ្នកស្រុកឆ្កែចចកមកខំស៊ីសត្វជៀមហើយតាមពិតក្មេងហ្នឹងចង់និយាយលេងទេចឹងអ្នកស្រុកមកដុតភ្លើងចន្លោះដុតអីមកចឹងទៅមកគ្រប់គ្នាមកដល់អត់ឃើញជៀមនៅដេកធ្វើតែមិនដឹងអាក្មេងហ្នឹងគេសើចលេងចឹងទៅលើកទី2ស្រែកអញ្ចឹងទៀតអ្នកភូមិគេថាមិនមែនតែណាមិនមែនលើកមុនវានិយាយលេងមែនតែលើកនេះអាចវានិយាយមែនតែណាចង់រត់មកជួយប្រើមកលើកទី2អត់ទៀតចឹងអ្នកភូមិគេរវល់គេខាត់ពេលវេលាដល់ពេលលើកទី3ទី4ទៅស្រែកដាច់ខ្យល់ងាប់គាត់អ្នកស្រុកលែងមកហើយពេលនោះគឺជ្រុងឬចចកមកស៊ីជាងខ្ទេចខ្ទីអស់មែនតែព្រោះអ្នកស្រុកលែងមកជួយដោយសារតែយើងស្រែកវាខុសរឿងអញ្ចឹងណាឥឡូវនេះខ្ញុំស្លេះរឿងនឹងត្រឹមប៉ុណ្ណឹងហើយខ្ញុំចូលដល់ថៃបញ្ជូនទាហានពិសេសបាញ់ស៊ីបទៅតំបន់ភូមិអូ3ជាន់ហ្នឹងគឺគេមានគឺបញ្ជូនទៅហើយក៏មានសេចក្តីថ្លែងការណ៍នេះពីខាងយោធាថៃហ្នឹងគេដាក់ថានៅថ្ងៃទី23នេះគឺឧត្តមសេនីយ៍សុងវិទ្យនុនភក្តីដែលជាប្រធានការពារជាតិរបស់ថៃហ្នឹងគឺដឹកនាំក្រុមប្រតិបត្តិការដោយមានប៉ូលីសមានស្អីហ្នឹងដើម្បីបញ្ជូនក្រុមកំងដូពិសេសបាញ់ស៊ីបអីហ្នឹងទៅព្រំដែននៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យហ្នឹងប្រហែលជាដើម្បីមិនទៅទប់ស្អីគេទៀតពងតែឆ្ងល់បាទឥឡូវនេះដល់ពេលអញ្ចឹងមែនតើទៅថាខ្មែរយើងអត់មានជំរឿសអីក្រៅតែពីដុតធូបបន់ស្រន់បងប្អូនឃើញគួរអាណោះធំនេះនៅពេលដែលយើងអត់ជឿលើអ្វីដែលអាចដោះស្រាយបញ្ហាបានគឺអ្នកស្រុកចាប់ផ្ដើមដុតធូបបន់ស្រន់នៅតំបន់ភូមិព្រៃច័ន្ទតំបន់អូបេជាន់និយាយទៅគឺភូមិជោគជ័យអីហ្នឹងគាត់ដុតធូបបន់ស្រន់បួងសួងសូមឲ្យរកអរិយអ្នកតាដែលស័ក្តិសិទ្ធិការពារដែនដីខ្មែរហ្នឹងការពារកុំឲ្យខ្មែរបាត់ដីកុំឲ្យថៃបំពេញដីខ្មែរអីអញ្ចឹងនិយាយទៅគឺបន់ស្រន់កុំឲ្យគេយកបន្លាលួសយកមកដាក់ទៀតការដែលដុតធូបបន់ស្រន់នេះគឺយើងមើលទៅគឺគួរឲ្យអាសូរណាស់គឺអាណិតបងប្អូនប្រជាពលរដ្ឋមែនដោយសារដូចយើងធ្វើស្រែប្រវាស់មេឃអញ្ចឹងណាបងប្អូនដូចថាបើយើងគ្មានប្រព័ន្ធធារាសាស្ត្រគ្មានស្អីដាក់ស្តុកទឹកអីដើម្បីធ្វើស្រែបានខួបប្រាំងខួបវស្សាគឺមានតែធ្វើស្រែប្រវាស់មេឃដាំសកៃប្រជះជើងអីអញ្ចឹងដូចថានៅក្នុងរោងការអីពេលកុំឲ្យភ្លៀងខ្លាំងយើងដាំសកៃស្លឹកការីប្រច្រាស់ជើងគុលឡើងលើអីអញ្ចឹងទៅកុំឲ្យភ្លៀងឯតាមជំនឿហើយអ្នកធ្វើស្រែក៏អញ្ចឹងដែរគឺធ្វើស្រែប្រវាស់មេឃហ្នឹងគឺបន់ឲ្យតែមានភ្លៀងមានទឹកគ្រប់គ្រាន់ហើយកុំឲ្យជន់ចូលអញ្ចឹងឥឡូវដូចគ្នាអ្នកស្រុកចាប់ផ្ដើមដុតធូបដុតទៀនដើម្បីបន់ស្រន់បួងសួងជឿថាអានេះអាគមសមអាយុដែរព្រោះប្រជាប្រដ្ឋខ្មែរយើងជឿលើអបិយជំនឿហ្នឹងក៏ច្រើនរាប់ចំនួនរាប់ទសវត្សរាប់សតវត្សទៅហើយដូច្នេះមិនមានអីប្លែកទេប៉ុន្តែបើតាមគ្រូខ្ញុំធ្លាប់បង្រៀនថាការដែលយើងជឿលើអបិយជំនឿអូមអាងក្តាមដុតភ្លើងអលុតក្តាមឆៅហ្នឹងគឺដោយសារតែយើងអត់ជឿលើសមត្ថភាពខ្លួនឯងអត់ជឿលើសមត្ថភាពនៃអ្នកដែលអាចជួយយើងបានឬក៏យន្តការឬក៏ស្ថាប័នឬអីចឹង
chẳng làពេលដែលមនុស្សខ្វះការជឿជាក់លើសមត្ថភាពខ្លួនឯងទុកចិត្តលើខ្លួនឯងថាអាចធ្វើអីកើតឬក៏ដឹងថាជុំវិញខ្លួនមិនមានអ្នកណាជួយយើងអីបានតាមលក្ខណៈជាក់ស្ដែងគឺយើងចាប់ផ្ដើមលុះក្រោមឥទ្ធិពលអបិយជំនឿហើយនៅក្នុងរឿងនេះបើរូបភាពនេះគឺខ្ញុំជឿថាដើម្បីជាការលួងចិត្តបងប្អូនដុតធូបខ្លះទៅឲ្យធូរទ្រូងព្រោះបើគេយកបន្លាលួសមករាល់ថ្ងៃហើយយើងអាចទៅដើមបានហើយគេចិត្តតែដាក់ចឹងទៀតហើយដាក់បានចឹងទៅគាត់បារម្ភអាហ្នឹងគឺសម្រាប់ប្រជាពលរដ្ឋខ្មែរខ្ញុំអាសូរគាត់មែនតើប៉ុន្តែគាត់សង្ឃឹមអីឥឡូវព្រោះកម្ពុជាអនុវត្តយន្តការអត់ធ្មត់ទៅហើយបើគាត់មិនជឿពឹងលើអរុកអរៈអ្នកតាឲ្យជួយខាប់ធ្វើឲ្យពលឹងថៃឬក៏ថាចិត្តថៃហ្នឹងកុំឲ្យទន្ទ្រានខ្មែរទៀតអាហ្នឹងបានយើងនៅគង់វង្សបើសិនជាថៃនិយាយទៅគឺបន់ស្រន់ឲ្យថៃកុំមកទន្ទ្រានខ្មែរទេបើថានេះមិនមែនបន់ស្រន់ឲ្យខ្មែរបានដីមកវិញទេគឺបន់ស្រន់កុំឲ្យគេទន្ទ្រានយើងព្រោះអីដីយើងហើយយើងអាចទៅទប់គេបានអានេះប៉ុន្តែថៃឯនោះវិញឃើញដុតធូបដែរបងប្អូនដុតធូបមិនមែនបន់ស្រន់កុំឲ្យបាក់ដីទេគឺបន់ស្រន់កុំឲ្យបាក់ដីកុំឲ្យដីស្រុតកុំឲ្យពធនីស្រូបដូចសុកអីនៅកណ្ដាលក្រុងបាងកកយើងឃើញនៅតំបន់ចិត្តប៉ូលីសចិត្តមន្ទីរពេទ្យមួយឈ្មោះវិចារាហើយដែលចិត្តប៉ុស្តិ៍ប៉ូលីសសំសែននៅទីក្រុងបាងកកហ្នឹងគឺកលុកជ្រៅជំរឿស្ទើរតែ50ម៉ែត្រមុខកាត់ហ្នឹងគឺធំមែនតើសឹង50-60ម៉ែត្រឬក៏ធំជាងហ្នឹងផងដែលយើងមើលគឺសឹងបាក់លេបយកមន្ទីរពេទ្យមួយផងនៅក្បែរហ្នឹងមែនតើហើយឡានហ្នឹងធ្លាក់ចូលទៅក្នុងហ្នឹងដែលខ្មែរយើងថាពធនីស្រូបហើយថៃដល់ពេលជឿលើបៃជំនឿដែរនាំគ្នាដុតធូបកុំឲ្យស្រូបថែមទៀតប៉ុន្តែជាភ័ព្វល្អសម្រាប់ថៃដែរដោយសារអត់មានស្លាប់បាត់បង់ជីវិតមនុស្សឬរបួសអីទេហើយនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលហ្នឹងក៏ឡើងមកថ្លែងសារថាការដែលបាក់ដីជ្រៅនេះគឺហេតុផលថាវាមានដីច្រោះបែកបំពង់បង្ហូរទឹកលូក្រោមទឹកហ្នឹងអាបំពង់ទីកធំដែលជាប្រព័ន្ធនាំចាយទឹកនៅក្នុងទីក្រុងហ្នឹងគឺវាបែកដោយសារតែវាយូរឆ្នាំទៅវាដីច្រោះដីអីទៅហើយអត់ដឹងដល់ពេលវាធំហើយបាតុភូតធម្មជាតិនៃដីបាក់នេះមិនមែនតែនៅទីក្រុងបាងកកទេនៅជប៉ុនក៏មាននៅអាមេរិកនេះក៏មាននៅស្រុកយក្សណាក៏មានដែរព្រោះនៅក្រោមដីហ្នឹងតែពេលបែកបំពង់បង្ហូរទឹកហ្នឹងនៅពេលដែលទឹកវាបែកបាញ់ច្រាលខ្លាំងទៅគឺវានឹងច្រោះដីខ្សាច់ឬក៏ដីនៅអាមុខលើហ្នឹងយូរទៅក៏ហូរទៅនៅពេលដែលយើងអត់ដឹងគឺវាអស់ខាងក្នុងស៊ីរូងអស់ទៅបាក់ស្រិបតែម្ដងហើយពេលខ្លះហ្នឹងគឺមានបាត់បង់ជីវិតមនុស្សផងប៉ុន្តែនៅថៃអត់មានបាត់បង់ជីវិតមនុស្សប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺភាគីថៃផ្សព្វផ្សាយព័ត៌មានពីខាងប្រជាពលរដ្ឋកម្ពុជានៅពេលដែលឃើញថៃកំពុងតែវេទនាយើងនាំគ្នាសាធុនិយាយថាយើងបច្ចេយើងដូចថាពេញចិត្តនឹងភាពសោកសង្រេងនឹងការទទួលទណ្ឌកម្មឬគ្រោះធម្មជាតិរបស់ថៃហ្នឹងឲ្យស្លាប់អញ្ចឹងចោះហើយអញ្ចឹងណាខ្ញុំស្ដាប់សាររបស់ប្រជាពលរដ្ឋខ្មែរយើងនៅពេលដែលសរសេរនៅក្នុង Facebook របស់ថៃហើយគេយកមកដាក់បង្ហាញហ្នឹងផ្សាយនៅលើសារព័ត៌មានថៃខ្ញុំក្តុកក្តួលហើយចង់ស្រក់ទឹកភ្នែកបងប្អូនស្រក់ទឹកភ្នែកហ្នឹងគឺខ្ញុំអាណិតប្រជាពលរដ្ឋយើងហើយដែលត្រូវថៃឈ្លានពានហ្នឹងយើងអាណិតខ្លោចចិត្តដែរប៉ុន្តែស្រក់ទឹកភ្នែកនឹងថាហេតុអីបានជាប្រជាពលរដ្ឋយើងដល់ថ្នាក់នេះយើងដឹងហើយថៃគាត់គេខូចគេបំពេញគេអីយើងដឹងគេបំពេញគ្រប់រឿងប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមមានមនុស្សស្លាប់ហើយមានការឈឺចាប់ដោយគ្រោះធម្មជាតិជាងការបង្ហាញសមានទុកការឈឺឆ្អាលសាររំលែកទុកឬក៏ជួយប្រាប់ថាគួរឲ្យសោកស្ដាយយើងសាធុឲ្យស្រឡះអញ្ចឹងចោះណែឯងត្រូវនឹងបាបកម្មណែឯងហើយឥឡូវហ្នឹងណែឯងមិនជឿបុណ្យបាបឥឡូវកម្មផលណែឯងទទួលយកចោះព្រោះណែឯងបំពេញកម្ពុជាណែឯងតម្លាក់គ្រាប់លើដីខ្មែរណែឯងទៅត្រៀមយកដីខ្មែរឥឡូវវិញ្ញាណក្ខន្ធព្រះមហាក្សត្រវីរៈបរោះបុព្វបុរសខ្មែរនិងអរុកអរិយអ្នកតាព្រៃភ្នំរបស់ខ្មែរនឹងកំពុងតែដាក់បណ្ដាសាណឯងឲ្យណែឯងគ្រោះទឹកជំនន់លិចលង់ស្លាប់មនុស្សឲ្យណែឯងលិចផ្លូវឲ្យណែឯងមានគ្រោះមហន្តរាយអីគឺជួយដីផង
បធរនីស្រោផងគឺបានន័យថាបង្ហាញថាអ្នកឯងធ្វើបំពេញខ្មែរខ្លាំងឥឡូវនេះគឺខាងស្អីពលឹងដូនតាខ្មែរមិនអនុគ្រោះចំពោះអ្នកឯងទេហើយអ្នកឯងសំនឹងទទួលតាមអំពើបាបហ្នឹងហើយបើអ្នកឯងមិនជឿអ្នកឯងនឹងគេថាបធរនីស្រោប្រទេសថៃទាំងមូលបាត់ពីធរណីបាត់ពីផែនដីយើងទៀតផងបងប្អូននៅពេលដែលយើងខឹងខ្ញុំទទួលស្គាល់ថាជាការដោះស្រាយកំហឹងគឺគ្មានអីក្រៅតែពីយើងអឺត្រូវតែបញ្ចេញអាសាបែបហ្នឹងដើម្បីឲ្យលួងចិត្តខ្លួនឯងប៉ុន្តែបងប្អូនវាអាក្រក់ហួសហេតុពេកខ្ញុំអត់គ្រប់គ្រងថៃខ្ញុំអត់កាន់ជើងថៃទេប៉ុន្តែខ្ញុំចង់ឲ្យយើងមានសេចក្តីថ្លៃថ្នូរជាងនឹងបន្តិចថៃថោកទាបអីយ៉ាងម៉េចឲ្យគេថោកតាមគេអញ្ចឹងមិនថាឆ្កែខំយើងអាចខំឆ្កែវិញបានទេបងប្អូនយើងពេលដែលមានបញ្ហាគ្រោះធម្មជាតិបែបនេះវាជាគ្រោះធម្មជាតិហើយគ្រោះធម្មជាតិនេះវាអត់មានតាក់ទងអីជាមួយនឹងការបំពេញរំលោភដែនដីខ្មែរឬក៏ស្អីនោះទេរឿងបំផ្លាញរឿងរំលោភដែនដីខ្មែរគឺជារឿងរបស់អ្នកនយោបាយស្មោកគ្រោកទាំងខ្មែរទាំងថៃទេហើយបើសិនជាបងប្អូនគិតថាកម្មផលនឹងវាមានមែនណាគួរណាស់តែអ្នកនយោបាយថៃឬក៏ទាហានថៃដែលបំពេញហ្នឹងគួរតែបធរនីស្រោបពួកគាត់ទាំងអស់ហ្នឹងមិនមែនបធរនីមកស្រោបប្រជាពលរដ្ឋសាមញ្ញដែលគ្នាមិនដឹងអីសោះហើយយើងនាំគ្នាទៅត្រេកអរអេកនឹងក្នុងគ្រោះមហន្តរាយលិចប្រជាពលរដ្ឋលងទឹកស្លាប់មនុស្សហើយយើងទៅអេកថាសាធុសុំឲ្យណែឯងស្លាប់តាមយថាកម្មប្រជាពលរដ្ឋទាំងអស់នោះគ្នាមានកំហុសមកពីណាបងប្អូនដូចតែយើងអញ្ចឹងដែរតែយើងមានបញ្ហាអីគ្រោះទឹកជំនន់ហើយបើថៃគេបច្ចេមកយើងខឹងគេទេបងប្អូនពេលដែលគ្រួសារយើងស្លាប់វាហើយយើងចាប់ផ្ដើមក្រៅពីការចូលរួមរំលែកទុកអហោសិកម្មអីហើយយើងបែរទៅជានាំគ្នាសារជូនពរផឹកស៊ីកក្រឹកក្រែងលក់កាឆេងអីតើយើងជាមនុស្សបែបម៉េចទៅបងប្អូនយើងមានបេះដូងបែបណាខ្ញុំនិយាយនេះខ្ញុំជឿថាបងប្អូនខឹងថៃក៏ខឹងចោះប៉ុន្តែសូមឲ្យរក្សាសិលធម៌សេចក្តីថ្លៃថ្នូរជាមនុស្សយើងបងប្អូនមើល Charlie Kirk នៅសហរដ្ឋអាមេរិកនេះ Charlie Kirk បាញ់សម្លាប់ត្រូវបានTyler Robertson បាញ់សម្លាប់អាយុ31ឆ្នាំមានកូន2នាក់នៅសល់ប្រពន្ធដែលត្រូវមើលថែគាត់ប្រពន្ធរបស់គាត់ថ្លែងសារជាសាធារណៈទោះបីជាយំសោកអាណិតអាសូរបាត់បង់ជីវិតប្តីជាទីស្រឡាញ់ឪពុករបស់កូនទាំងពីរនាក់ជាទីស្រឡាញ់របស់ខ្លួនប៉ុន្តែអនុគ្រោះថ្លែងសារប្រាប់ថាគាត់អហោសិកម្មអនុគ្រោះមិនយកទោសពៃទៅលើ Tyler នេះតែដោយសារគាត់ជឿជាក់លើជំនឿយេស៊ូអីអញ្ចឹងទៅចុះយើងនេះដែលជាអ្នកដែលកាន់ពុទ្ធសាសនាដ៏រឹងមាំណាហេតុអីក៏យើងក៏មានចិត្តដូចនេះនៅពេលដែលមានអ្នកណាមានទុកសោកហើយយើងទៅសាធុគេនឹងយ៉ាងម៉េចទៅវិញបងប្អូនខ្ញុំជឿថាស្អំចិត្តក៏ស្អំចិត្តប៉ុន្តែកុំដល់ថ្នាក់ហ្នឹងពេកបងប្អូនគេដៀលយើងមកតែពេលមានមនុស្សស្លាប់មានគ្រោះមហន្តរាយយើងជួយអហោសកម្មគ្នាយើងជួយបើថាមិននិយាយអីសោះក៏គេមិនថាបងប្អូនកឬថ្លង់ដែរគាត់ថាបើនិយាយអីហ្នឹងកុំទៅជ្រុលដល់ថ្នាក់ហ្នឹងពេកយើងជឿលើអូមអាមក្តាមដុតភ្លើងអលុតក្តាមឆៅអីហ្នឹងជឿចោះមិនអីទេប៉ុន្តែកុំជ្រុលនិយមយើងមានបេះដូងជាមនុស្សផងហើយដូចគ្នាថៃបើខ្ញុំចេះនិយាយថៃខ្ញុំនឹងនិយាយប្រាប់ជនជាតិថៃពលរដ្ឋថៃនឹងដូចគ្នាថាកុំធ្វើអញ្ចឹងគឺពេលខ្មែររងទុកយើងមកសបាយយើងហូរកញ្ជ្រៀវហ្នឹងក៏យើងតាមមិនឲ្យភាពផ្សះផ្សាគ្នាអីបានដែរប៉ុន្តែបងប្អូនកុំយកអារឿងហ្នឹងធ្វើជាឲ្យគេ deal ជាតិសាសអញ្ចឹងប៉ុន្តែវាមានតែបងប្អូនមួយចំនួនដែរទេបងប្អូនមួយចំនួនខ្មែរយើងធំហ្នឹងក៏យល់អំពីខុសត្រូវអញ្ចឹងដែរខ្ញុំនិយាយនេះគឺគាត់ថាគេយកមកផ្សាយមកហ្នឹងគេចង់បង្អាប់ជាតិយើងណាបងប្អូនយើងចង់អញ្ចឹងឯងកសែតគេហ្នឹងតែពេលគេដាក់មកដោយសារតែគេមានប្រព័ន្ធផ្សព្វផ្សាយគេទូលំទូលាយជាងយើងសារព័ត៌មានអន្តរជាតិគេផ្សាយឡើងក្អើផ្អើលអញ្ចឹងយើងអត់បានតន់គេទេបាទតែយ៉ាងណាបងប្អូនរឿងអបិយជំនឿរឿងស្អីទាំងអស់ហ្នឹងណាបើបងប្អូនដុតធូបបួងសួងដូចបងប្អូនខ្មែរដុតនៅព្រៃច័ន្ទហ្នឹងបួងសួងសុំបួងសួងឲ្យអ្នកនយោបាយស្មោកគ្រោកទាំងអស់ហ្នឹងវិនិច្ឆ័យអន្តរាយទៅបងប្អូនកុំឲ្យថាររឿងតាគ្នាដែលអត់ដឹងរឿងហ្នឹង
យើងទៅរកអាអ្នកណាដែលផ្ដើមគំនិតធំអារឿងព្រំដែនរឿងអ្នកនយោបាយសុទ្ធសាធអត់តាក់ទងរឿងបច្ចេកទេសទេហើយកុំមកទៅរករឿងគ្នាទាហានឬស្អីដែលមករាយបលាលុះអីនេះជួនកាលគេបញ្ជូនមកទាំងសងខាងបាទឥឡូវអស់រឿងនេះខ្ញុំ slash ឲ្យខ្ញុំបញ្ចប់រឿងចុងក្រោយគឺតាក់ទងនឹងរឿងអតីតបវរកញ្ញាថៃប៊ូមផាណាដាដែលបងប្អូនឃើញហើយគេយកមកហ្នឹងគឺដើម្បីមកស្អីផ្ចាញ់ផ្ចោតព័ត៌មានប្រឌិតរបស់កម្ពុជាជាអ្នកនាំពាក្យស្ម័គ្រចិត្តអីហ្នឹងហើយឥឡូវហ្នឹងគឺគេដកតំណែងបាត់ទៅហើយគឺអត់ដឹងមូលហេតុអីទេគេមិនប្រាប់ពីមូលហេតុពីការបាត់តំណែងអាចថៃគេទុកមុខទុកមាត់ឲ្យគាត់ដែរទៅកុំឲ្យវែងឆ្ងាយអញ្ចឹងអស់តំណែងជាអ្នកនាំពាក្យស្ម័គ្រចិត្តហើយអ្នកនាំពាក្យគាត់ហ្នឹងដូចអត់បាននាំអីសោះមកឃើញតែរំជើបរំជួលរពើរពងដូចសម្ោចនៅក្នុងសម្ពុតអញ្ចឹងដែរពេលដែលមកហ្នឹងគឺប្រជុំនឹងម្ដងចេះទៅក្លេកក្លាប់ទៅមើលប្រចាំងថតដបទឹកសុទ្ធមករិះគន់ទឹកសុទ្ធខ្មែរទឹកអីណាអត់មានតាក់ទងនឹងប្រធានបទអារឿងកិច្ចប្រជុំគេប្រប៉ុណ្ណានៃរឿងប្រទេសជាតិនោះថាអត់បានការអីសោះហើយសូម្បីតែនាយករដ្ឋមន្ត្រីក្រសួងការពារជាតិថៃនឹងក៏ខ្វះអាសេចក្តីសិលធម៌នៅក្នុងការដែលយកអ្នកនាំពាក្យនេះឡើងមកដោយសារអតីតបវរកញ្ញានឹងគេថាយកសម្រស់នឹងមកទុកជាមួយនឹងអ្នកស្រីម៉ាលីសុជាតិតាយណាថៃពេលខ្លះហ្នឹងក៏យ៉ាប់សម្បើមណាស់ដែរគេនិយាយថាធ្វើឲ្យខ្មែរយើងមានលេសនឹងរឿងយ៉ាប់ដូចគ្នាដើម្បីឲ្យគេហៅថាតើតើយើងជាមួយផុកដើម្បីកាយផុកកាយដាក់គ្នាបានតែយើងនៅខ្ពស់ពេកវាអត់កើតតែបងប្អូនបើគេជាមួយផុកយើងឡើងឲ្យខ្ពស់តិចមកកុំឲ្យប្រឡាក់មិនអញ្ចឹងណាបាទអញ្ចឹងសរុបសេចក្តីមកគឺបវរកញ្ញាអតីតបវរកញ្ញានេះក៏បានអស់ពីតំណែងហើយគាត់ឆ្លៀតផ្ដាំចុងក្រោយទៀតគាត់ថាអស់តំណែងពីអ្នកនាំពាក្យហ្នឹងអត់អីគាត់ជួយព្រំដែនហ្នឹងច្រើនពាន់លានបាតណាស់មិនអីទេប៉ុន្តែសុំឲ្យណែអ្នកណាកាន់តំណែងនឹងនាយករដ្ឋមន្ត្រីថ្មីអនុទិនច័ន្ទវរៈគុលអីហ្នឹងណាកុំស្ដាប់រឿងទូរស័ព្ទជាមួយនឹងអាន់វ៉ាអ៊ីប្រាហ៊ីមអីប្រធានអាស៊ានអីហ្នឹងឈប់លើកទូរស័ព្ទកុំចាញ់បោកគេបានន័យថាកុំស្ដាប់ខ្លាចគេលួងមកដោះស្រាយទៅត្រូវរើគ្នាទៅខ្លាចត្រូវវិញឲ្យមករកដោះស្រាយបញ្ហាព្រំដែនបើចង់ឲ្យតែឆ្លោះគ្នាពិបាកមែនតើអាសាចុងក្រោយហ្នឹងហើយនៅលួចស្ដោះទឹកមាត់ដាក់ទៀតបងប្អូនចង់អស់ត្រឹមប៉ុណ្្នឹងហើយសូមអរគុណច្រើនបងប្អូនដែលបានត្រង់ស្ដាប់ការផ្សាយរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយសម្រាប់បងប្អូននៅប្រទេសកម្ពុជាសូមទទួលទានដំណេក